តែពីច្បាស់មកយើងមានបឹងដែរបឹងទាំងអស់ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះតារាវុធហើយសប្តាហ៍ថ្ងៃខ្ញុំជាសកម្មជនបរិស្ថានចលនាមេដាធម្មជាតិហើយថ្ងៃនេះខ្ញុំនៅគេហៅថាភ្នំ Timpanogos ដែលជាឧទ្យានជាតិរបស់សហរដ្ឋអាមេរិកណាហើយភ្នំនេះគឺមាន river ដែរមានទន្លេដែរដូចស្ទឹងអរ៉ៃដែរប៉ុន្តែខុសគ្នាគឺថាគេអត់សាងសង់ទំនប់វារីអគ្គិសនីនៅកន្លែងជាអភិរក្សនេះទេហើយគេបើកឲ្យទេសចរចូលហើយទេសភាពស្អាតមែនទែនបើយើងជិះតាមផ្លូវគឺយើងឃើញស្អាតសប្តាហ៍ថ្ងៃដែលយើងរស់នៅក្នុងភាពភ័យខ្លាចគឺឧទាហរណ៍ថាយើងមានផ្ទះហើយប៉ុន្តែយើងខ្លាចបាត់បង់ផ្ទះយើងមានរ៉ែមែនប៉ុន្តែយើងនៅតែក្រហើយអ្នកដែលទទួលបានផលពីរ៉ែរបស់យើងហ្នឹងគឺជាជនបរទេសហើយជាក្រុមហ៊ុនបរទេសជាអ្នកមានអំណាចអញ្ចឹងទៅយើងមានមាសយើងមានត្បូងយើងមាន pressure ប៉ុន្តែធនធានទាំងអស់នោះចាប់ផ្ដើមរលាយហិនហោចទៅហើយការអភិវឌ្ឍរបស់យើងនៅមានតិចយើងបាត់តែឃើញគេអួតសរសើរពីការអភិវឌ្ឍមែនប៉ុន្តែនៅពេលដែលយើងដើរចេញមកក្រៅប្រទេសthìយើងដឹងថាអូយើងគឺជាកែបក្នុងដងយើងគឺអ្វីដែលយើងដឹងនៅលើពិភពលោកនេះតិចហើយខ្ញុំក៏មិនមានបំណងថាតាំងពីក្មេងមកចង់ធ្វើសកម្មជននេះដែរមកដល់ពេលនេះគឺខ្ញុំនៅតែយល់ថាការដែលខ្ញុំធ្វើជាសកម្មជនហ្នឹងគឺវាដោយសារកលៈទេសៈដោយសារតែវាមិនមែនជាអីដែលយើងព្រៀងទុកមិនមែនជាអីសម័យយើងពីមុនទេបាទប៉ុន្តែនៅពេលដែលខ្ញុំបានឆ្លងកាត់បទពិសោធន៍ជីវិតបានឆ្លងកាត់នៅការចាប់ចងខ្ញុំធ្លាប់ជាប់ពន្ធនាគារខ្ញុំជួបមនុស្សជាច្រើនដែលរងទុក្ខសោកហ្នឹងខ្ញុំក៏ចាប់ផ្ដើមមានក្តីសម័យនៅក្នុងខ្លួនថាចង់ឲ្យឃើញថ្ងៃណាមួយឃើញខ្មែរយើងរស់នៅមានសេចក្តីថ្លៃថ្នូរដូចគេចង់ឲ្យធនធានធម្មជាតិយើងប្រើដែរប៉ុន្តែប្រើនៅក្នុងលក្ខណៈមួយដែលថាយើងនៅតែរក្សាទុកឲ្យអ្វីគ្រប់យ៉ាងវាគង់វង្សវាមិនរលាយហិនហោចនៅក្នុងចំនួនរបស់យើងហើយឃើញចង់ឃើញប្រជាពលរដ្ឋមូលដ្ឋានដែលមានធនធានទាំងអស់ហ្នឹងគឺគាត់ទទួលបានផលដែលផ្ទាល់ពីធនធានធម្មជាតិរបស់គាត់ណានិយាយរួមទៅ trip នៅអាមេរិកមួយខែនេះខ្ញុំសប្បាយចិត្តសប្បាយទីមួយគឺដោយសារយើងមកនេះគឺមានការអញ្ជើញជាលក្ខណៈអន្តរជាតិគេអញ្ជើញយើងមកធ្វើជាវាគ្មិនកិត្តិយសណាហើយទី2គឺទទួលបានការរាក់ទាក់និងទទួលយ៉ាងកក់ក្ដៅពីបងប្អូនខ្មែរយើងហើយទី3គឺយើងបានឃើញបានរៀនសូត្រច្រើនពីស្រុកមួយនេះដែរខ្ញុំទៅឡើងតុលាការនៅថ្ងៃទី29ហើយរឿងក្តីរួមកំណត់បទនេះគឺយើងដឹងពីប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាហើយគឺប្រហែលជាលទ្ធផលវាមិនល្អសម្រាប់ខ្ញុំប្រហែលទេតែខ្ញុំសង្ឃឹមថាវាមិនដូចអ្វីដែលខ្ញុំគិតទៅចុះហើយខ្ញុំបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការប្រឈមមុខចំពោះអ្វីដែលនឹងអាចកើតមានឡើងការត្រៀមខ្លួនធំបំផុតសម្រាប់ខ្ញុំគឺការត្រៀមខ្លួនផ្នែកផ្លូវចិត្តថាខ្ញុំនឹងបាត់បង់អ្វីគ្រប់យ៉ាងនៅពេលខាងមុខនេះដូចជាទំនាក់ទំនងជាមួយគ្រួសារមនុស្សជាទីស្រឡាញ់ការបាត់បង់សេរីភាពមកទល់ពេលនេះអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើខ្ញុំអត់មានអារម្មណ៍ថាខ្ញុំមានកំហុសទេហើយខ្ញុំក៏នឹងមិនសុំទោសចំពោះអ្វីដែលខ្ញុំបានធ្វើកន្លងមកដែលជាផលប្រយោជន៍របស់ប្រជាជនដែរប៉ុន្តែខ្ញុំក៏ចង់ប្រាប់ឲ្យគេដឹងថាអ្វីដែលខ្ញុំធ្វើក៏មិនមែនចេញពីគំនុំផ្ទាល់ខ្លួនឬក៏ចេញពីការស្អប់ទៅលើបុគ្គលណាម្នាក់ទេព្រោះថាអ្វីដែលខ្ញុំចង់ឃើញបំផុតនៅក្នុងប្រទេសកម្ពុជាគឺចង់ឃើញប្រជាជនយើងរស់នៅដោយសេចក្តីថ្លៃថ្នូរចង់ឃើញយុវជនមានអនាគតចង់ឃើញពួកគេមានឱកាសស្មើគ្នានៅក្នុងសង្គមដូចជានៅអាមេរិកឬក៏នៅអឺរ៉ុបដែលខ្ញុំបានទៅហើយខ្ញុំចង់ឃើញមនុស្សគ្រប់គ្នារស់នៅដោយគោរពគ្នាមិនចាំបាច់លៀបពណ៌គ្នាមិនចាំបាច់បន្តធ្វើបាបគ្នាទៀតហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយគេនឹងយល់ថាអ្វីដែលគេធ្វើមកលើពួកខ្ញុំវាបង្កទៅជាការឈឺចាប់ដែលមិនអាចបំភ្លេចបានប៉ុន្តែខ្ញុំនឹងមិនគុំគេទេហើយក៏ខ្ញុំត្រៀមខ្លួននៅក្នុងការអនុគ្រោះឲ្យគេក្នុងករណីណាមួយដែលយើងអាចស្វែងរកសន្តិភាពពិតប្រាកដសម្រាប់ប្រជាពលរដ្ឋ